ដាំប្រមាត់ដីជាប្រភេទដាំដុះលើដីថ្នាំព្យាបាលឈឺក្បាលអំវិលមុខក្តៅខ្លួនរបៀបធ្វើយកដាំប្រមាត់ដីមួយក្តាប់ដៃដាំទឹកចំនួន2លីត្ររំញ៉ាស់15នាទីយកមកហូបការហូបមិនកំណត់ទឹកក៏មិនកំណត់ពេលនោះទេហូបពេលណាក៏បានហូបត្រឹមតែរយៈពេល1ថ្ងៃទេនឹងឃើញផលហើយសូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើលដែរទ្រព្យស្រួយជាកំពូលឱសថពូកែយ៉ាងនេះសោះជួយប្រាប់ឲ្យបងប្អូននៅតាមស្រុកស្រែចម្ការបានដឹងផងមនុស្សស្ទើរគ្រប់រូបអ្នកណាក៏ស្គាល់ទ្រព្យស្រួយដែរប៉ុន្តែសួរថាតើមានមនុស្សប៉ុន្មានអ្នកដែលបានដឹងថាទ្រព្យស្រួយមានប្រយោជន៍អ្វីខ្លះនោះផលប្រយោជន៍នៃទ្រព្យស្រួយកាត់បន្ថយជាតិស្ករក្នុងឈាមសម្រាប់អ្នកកើតរោគទឹកនោមផ្អែមប្រាកដជាងញញឹមបិទមាត់មិនជិតទេបើបានដឹងថាគ្រាន់តែបានទទួលទានទឹកគ្រឿងជាមួយទ្រព្យស្រួយរាល់ថ្ងៃក៏អាចទប់ទល់ជំងឺទឹកនោមផ្អែមបានពីព្រោះទ្រព្យពូជនេះនឹងបញ្ចោញឥទ្ធិពលស្រដៀងអាំងស៊ុយលីនធ្វើឲ្យលំពេងអាចគ្រប់គ្រងជាតិស្ករក្នុងរាងកាយឲ្យនៅថេរជួយបណ្ដេញសត្វល្អិតកាត់បន្ថយការរលាករំលាយអាហារនិងជួយសម្រួលប្រព័ន្ធរំលាយអាហារជួយកាត់បន្ថយដំណើរគៀបច្របាច់នៃសាច់ដុំទប់ស្កាត់មហារីកពៅបេះដូងនិងបន្ថយសម្ពាធឈាមជួយឲ្យមានចំណងផ្លូវភេទជួយទប់ស្កាត់ជំងឺក្អកហឺតរលាកទងសួតនិងបញ្ចុះទឹកនោមសរុបមកយើងឃើញថាទ្រព្យស្រួយមានអត្ថប្រយោជន៍និងមានតម្លៃថោកអាចឲ្យបងប្អូនងាយស្រួលក្នុងការរកដូចនេះប្អូនគួរទទួលទានឲ្យបានញឹកញាប់សូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើលដែរទ្រព្យស្រួយជាកំពូលឱសថពូកែយ៉ាងនេះសោះជួយប្រាប់ឲ្យបងប្អូននៅតាមស្រុកស្រែចម្ការបានដឹងផងមនុស្សស្ទើរគ្រប់រូបអ្នកណាក៏ស្គាល់ទ្រព្យស្រួយដែរប៉ុន្តែសួរថាតើមានមនុស្សប៉ុន្មានអ្នកដែលបានដឹងថាទ្រព្យស្រួយមានប្រយោជន៍អ្វីខ្លះនោះផលប្រយោជន៍នៃទ្រព្យស្រួយកាត់បន្ថយជាតិស្ករក្នុងឈាមសម្រាប់អ្នកកើតរោគទឹកនោមផ្អែមប្រាកដជាងញញឹមបិទមាត់មិនជិតទេបើបានដឹងថាគ្រាន់តែបានទទួលទានទឹកគ្រឿងជាមួយទ្រព្យស្រួយរាល់ថ្ងៃក៏អាចទប់ទល់ជំងឺទឹកនោមផ្អែមបានពីព្រោះទ្រព្យពូជនេះនឹងបញ្ចោញឥទ្ធិពលស្រដៀងអាំងស៊ុយលីនធ្វើឲ្យលំពេងអាចគ្រប់គ្រងជាតិស្ករក្នុងរាងកាយឲ្យនៅថេរជួយបណ្ដេញសត្វល្អិតកាត់បន្ថយការរលាករំលាយអាហារនិងជួយសម្រួលប្រព័ន្ធរំលាយអាហារជួយកាត់បន្ថយដំណើរគៀបច្របាច់នៃសាច់ដុំទប់ស្កាត់មហារីកពៅបេះដូងនិងបន្ថយសម្ពាធឈាមជួយឲ្យមានចំណងផ្លូវភេទជួយទប់ស្កាត់ជំងឺក្អកហឺតរលាកទងសួតនិងបញ្ចុះទឹកនោមសរុបមកយើងឃើញថាទ្រព្យស្រួយមានអត្ថប្រយោជន៍និងមានតម្លៃថោកអាចឲ្យបងប្អូនងាយស្រួលក្នុងការរកដូច្នេះប្អូនគួរទទួលទានឲ្យបានញឹកញាប់យើងគ្រប់គ្នាមិនបានចាប់អារម្មណ៍លើទ្រព្យពុតលំញងទេដែលតាមពិតទ្រព្យពុតលំញងបង្កប់នៅអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពនិងជំងឺមួយចំនួនដែលពិសេសគឺការបឺតស្រូបយកសារធាតុខ្លាញ់អាក្រក់បានយ៉ាងល្អព្រោះវាសម្បូរដោយកាកសរសៃច្រើនជាងគេក្នុងចំណោមទ្រព្យទាំងអស់នៅប្រទេសជាខាងគេបានដាំជាដំណាំឧស្សាហកម្មផលិតតែដើម្បីសុខភាពអ្នកជំងឺទឹកនោមផ្អែមព្រោះទ្រព្យពុតលំញងមានសារធាតុថាច់ទិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានហើយក៏បរិបូរណ៍ដោយកាបូហៃដ្រេតប្រូតេអ៊ីនប៉ូតាស្យូមវីតាមីន B1B 2B3 B5 B6 1B 5 4វីតាមីន C សង្កសីនិងជាតិដែកហើយដូច្នេះហើយទើបការបរិភោគទ្រព្យពុតលំញងអាចមានប្រយោជន៍ដល់សុខភាពនិងជួយព្យាបាលជំងឺមួយចំនួនដែលក្រៅពីទម្លាក់ខ្លាញ់កូលេស្តេរ៉ូលនិងបញ្ចុះជាតិស្ករក្នុងឈាមនៃអ្នកជំងឺទឹកនោមផ្អែមគឺអាចការពារជំងឺមហារីកពន្យាភាពចាស់សម្ពាធឈាមខ្ពស់លើសទម្ងន់សម្រួលចលនាឈាមរត់បំបត្តិក្អកពង្រឹងប្រព័ន្ធថការពារខ្លួនបំពេញថ្លើមសម្រួលដល់ការបន្ទោរបង់បានល្អទៀតផងស្លឹកឫស្សីថ្នាំព្យាបាលខូចក្រលៀនសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំសូមលើកយកស្លឹកឫស្សីមកធ្វើថ្នាំចែកជូនបងប្អូនទាំងអស់គ្នារបៀបធ្វើបេះស្លឹកឫស្សីចំនួន1ក្តាប់ដៃលាងទឹកឲ្យស្អាតហើយយកទៅដាក់ដាំទឹកចំនួន1លីត្រកន្លះទៅ2លីត្រតាមដែលបងប្អូនហូបទឹកតិចទឹកច្រើនរំងាស់ឲ្យបាន15នាទីទៅ20នាទីទើបយកមកហូបការហូបមិនកំណត់បរិមាណទឹកក៏មិនកំណត់ពេលវេលាដែរបងប្អូនហេវពេលណាហូបពេលនឹងចោះសូមបងប្អូនបន្តហូបចាប់ពី2សប្តាហ៍ទៅ3សប្តាហ៍អាការៈបងប្អូនដែលថាខូចក្រលៀននោះនឹងចាប់ដើមបន្តបានធូរស្បើយម្ដងតិចហើយសូមអរគុណសូមជម្រាបលា
កុំបោះចោលសម្បកចេកមានប្រយោជន៍ច្រើនណាស់ធម្មតាអត់សូវចាប់អារម្មណ៍ថានៅពេលដែលយើងញ៉ាំចេកហើយយើងតែងតែបោះសម្បកចេកចោលដែលយើងគិតថាគឺជាកាកសំណល់ដែលយើងត្រូវបោះចោលនេះបើតាម website មួយដែលមានឈ្មោះថា Garden Magic ចែករំលែកពីអត្ថប្រយោជន៍នៃសម្បកចេកជាច្រើនដែលយើងនឹកស្មានមិនដល់សម្បកចេកអាចជួយព្យាបាលជំងឺក្រពះទឹកសម្បកចេក 3-4 ផ្លែយកម្មករំងាស់15នាទីដាក់ទឹក1លីត្រទទួលទានជាប្រចាំថ្ងៃនោះជំងឺក្រពះរបស់អ្នកនឹងបានធូរស្បើយនិងចុកឆ្អល់និងពិបាកទទួលទានទៀតហើយអ្នកមានបញ្ហារមាស់ស្បែករលាកស្បែកប្រតិកម្មស្បែកដោយសារការប្រើប្រាស់សម្ភារៈអ្វីមួយនោះគឺមានសត្វល្អិតតិចខាំទឹកសម្បកចេកមកញីនៅលើកន្លែងដែលរលាកឬរមាស់នោះសន្ទុះក្រោយមកអាការៈរលាកឬរមាស់នឹងបានធូរស្បើយយកសម្បកចេកត្រដុសនឹងធ្មេញអាចធ្វើឲ្យសុខភាពធ្មេញរបស់លោកអ្នករឹងមាំល្អសម្បកចេកជួយកាត់បន្ថយក្លិនមិនល្អហើយយកសម្បកចេកដាក់ក្នុងទូទឹកកកឬបន្ទប់ដាក់អីវ៉ាន់នោះជួយស្រូបក្លិនមិនល្អដែលសត្វកខ្វក់នានាចូលចិត្តនៅហើយថែមទាំងអាចបណ្ដេញវាបានទៀតផងថែមទាំងរក្សាក្លិនឲ្យបានល្អឲ្យគ្មានសារធាតុគីមីអាក្រក់ហើយយើងបានញ៉ាំចេករួចហើយយើងប្រមូលសំណល់ចេកដាក់មួយដុំបន្ថែមនៅក្នុងហុងមួយដែលយើងអាចច្នៃវាទៅជាកំប៉ុស្តទុកឲ្យរលួយរយៈពេល1អាទិត្យហើយបន្ទាប់មកទៀតយកជាកំប៉ុស្តនោះយកទៅដាក់នៅលើដំណាំនោះដំណាំរបស់លោកអ្នកកាន់តែលូតលាស់បានល្អខំថានេះគឺជាការចែករំលែកដ៏ល្អសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមចែករំលែកនិងប្រាប់តគ្នាផង follow page សម្រាប់វីដេអូថ្មីអរគុណបើពិសាទឹកដូងកុំភ្លេចដាក់អំបិលមួយចិបផងសម្រាប់អ្នកកើតជំងឺទីទឹកមានក្មេងស្រីម្នាក់ជាពីជំងឺទីទឹកដោយសារគេប្រាប់ឲ្យផឹកទឹកដូងដាក់អំបិលមួយថ្ងៃផឹកអស់2ផ្លែឬផឹកអស់1ផ្លែបានតែ3ថ្ងៃទេស្រកពោះអស់រលីងលែងប៉ោងដូចមុនហើយបន្តផឹករហូតជា2ខែក្រោយមកទៅពិនិត្យមិនមានជំងឺទីទឹកទៀតទេនេះបើតាមឪពុកក្មួយស្រីបានប្រាប់និងក្មួយស្រីធ្លាប់ព្យាបាលអស់វិធីហើយទើបសាកតាមវិធីនេះហើយបានធូរស្បើយបញ្ជាក់ផងដែរថាវិធីនេះពិសាត្រូវសម្រាប់តែអ្នកកាត់ទីទឹកក្រិនថ្លើមហើយជួយបញ្ចេញជាតិពុលក្នុងថ្លើមតែប៉ុណ្ណោះបើជាអ្នកសើយពោះវៀនគុំទទួលទានីផ្លែណនងថ្នាំព្យាបាលឈាមខាប់និងរោគបេះដូងបងប្អូនដែលមានបញ្ហារោគបេះដូងបណ្ដាលមកពីឈាមខាប់ផ្លែណនងនេះផងដែរមានអត្ថប្រយោជន៍ជួយបំពេញជាតិទឹកក្នុងសរសៃឈាមធ្វើឲ្យបេះដូងយើងដើរល្អពុំមានជំងឺឈាមខាប់ឬក៏រោគបេះដូងទេរបៀបធ្វើបងប្អូនគ្រាន់តែយកផ្លែណនងនេះចំនួន3ផ្លែហាន់ជាកង់ៗហើយបងប្អូនយកទៅដាក់ដាំទឹកចំនួន2លីត្ររំងាស់ឲ្យបាន15នាទីបងប្អូនយកមកហូបការហូបពេលណាក៏បានដែរហើយវិធីធ្វើទី2ទី3បងប្អូនគ្រាន់តែយកផ្លែនិងយកទៅស្ងោរធ្វើជាអន្លក់ក៏បានធ្វើយកទៅឆាស្ងោរក៏បានដែរហូបជារៀងរាល់ថ្ងៃទឹកធ្វើឲ្យបេះដូងយើងដ៏ល្អឈាមនឹងលែងមានខាប់ជួយបំពេញជាតិទឹកយើងបានល្អថ្នាំព្យាបាលភ្នែកដុសកន្ទុយថ្លែសូមអ៊ំពូមីងយកដើមក្រសាំងទៀបសូមយកទាំងផ្ការបស់វាបើសិនជាអត់ផ្ការបស់វាក៏មិនអាចព្យាបាលជំងឺនេះបានដែរយើងត្រូវយកទាំងដើមទាំងស្លឹកនិងមិនអាចខ្វះបានគឺផ្ការបស់វាយកដើមក្រសាំងទៀបលាងទឹកឲ្យស្អាតបន្តមកទៀតយកប្រហែលជា10ដើមយកទៅដាក់បុកឲ្យម៉ត់រួចចាក់ទឹកចូលប្រហែលជាកន្លះកែវពូតយកទឹករបស់វាពិសាធ្វើបែបនេះថ្មីជារៀងរាល់ថ្ងៃហូបជារៀងរាល់ថ្ងៃសូមហូបចាប់ពី1អាទិត្យឡើងទៅអាការៈជំងឺនឹងបានធូរស្បើយចែករំលែកប្រាប់តគ្នាផង follow page សម្រាប់វីដេអូថ្មីបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកពីផ្លែត្រប់វែងឬហៅថាផ្លែត្រប់ក្តោគោបងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺបេះដូងរលាក់ក្រពះពោះវៀនខ្លាញ់រំបេះដូងជំងឺមហារីកជំងឺសរសៃប្រសាទជំងឺវង្វេងវង្វាន់សម្រក់ទម្ងន់ចំណុចចុងក្រោយដែលពិសេសជាងគេបង្អស់ជួយការពារប្រព័ន្ធភ្នែកឲ្យភ្លឺកាន់តែច្បាស់ជាងមុនថែមទៀតវិធីប្រើប្រាស់ថ្នាំវិញយកផ្លែត្រប់វែងចិតជាចំណិតឲ្យបានស្ដើងរួចយកទៅហាលឲ្យស្ងួតយកចំនួន30ក្រាមដាក់ដាំជាមួយទឹក2លីត្ររំងាស់ឲ្យបាន10នាទីហូបថ្នាំវិញមួយថ្ងៃហូបអត់កំណត់ទេណាបងប្អូនព្យាយាមហូបចាប់ពី7ទៅ10ថ្ងៃគឺជំងឺដែលខ្ញុំរៀបរាប់នៅខាងលើគឺបានធូរស្បើយហើយបងប្អូនមិននឹកស្មានថាផ្លែត្រប់វែងពូកែដល់ម្លឹងសោះ